បាទជំរាបសួរអ្នកទាំងអស់គ្នាបាទខ្ញុំសូមនិយាយរឿងមួយតាក់ទងនឹងលុយกระដាស់100រៀលយើងជារៀងរាល់ថ្ងៃនៅពេលដែលយើងធ្វើដំណើរតាមផ្លូវយើងប្រកាសជាបានឃើញថាกระដាស់100រៀលលុយខ្មែរយើងហ្នឹងបានជ្រុះនៅតាមផ្លូវពេលខ្លះយើងជួបទៅយើងពេលខ្លះយើងធ្វើដំណើរយើងឃើញដែរតែអត់សូវមានបងឬក៏ប្អូនណាចាប់អារម្មណ៍ខ្លាំងឯក្នុងការរើសលុយយកមកទុកនៅក្នុងខ្លួនទេខ្ញុំធ្លាប់បានជួបពូមិញម្នាក់តែគាត់បានអង្គុយនិយាយគ្នាលេងខ្ញុំឃើញថាមិនពូលុយ100នៅក្បែរពូមិនរើសផងនៅសួនខ្ញុំជួបគាត់ថាក៏អត់ហ៊ានរើសខ្លាចសយលុយកระដាស់100ប៉ុន្តែជាធម្មតាខ្ញុំពាក្យច្រើនគឺខ្ញុំរើសសម្រាប់ខ្ញុំគឺខ្ញុំរើសលុយ100ពីព្រោះអីនៅពេលដែលរើសទៅវាសំទៅបាន1000 2000ឬក៏3000អាចដោះស្រាយបានមួយគ្រាដែរនៅពេលដែលខ្ញុំឃើញជួនកាលឃើញกระดาษ500ជួនកាលឃើញกระดาษ100បាទពាក្យច្រើនមិនដែលបានរើសលុយបានច្រើនយ៉ាងហ្នឹងទេគឺពាក្យច្រើនគឺប៉ះប្រទះកន្លះกระดาษ100ហ្នឹងហើយពូមិញបងទាំងអស់គ្នាប្រកាសជាស្គាល់กระดาษ100រៀលលុយខ្មែរហើយមានពេលខ្លះឃើញគាត់ដើរឈូសចោលទាត់ជិះម៉ូតូកិនឬក៏បើកបរកិនពីលើក៏មានដែរហើយនៅពេលដែលយើងឃើញអញ្ចឹងទៅយើងដើរជិះกระดาษ100រៀលហ្នឹងអត់ហ៊ានរើសទេខ្ញុំគ្រាន់តែសង្កេតឃើញថាអត្តចរិតបែបនេះគឺវាដូចជាមិនដឹងថាបងប្អូនគិតយ៉ាងម៉េចទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំបើស្អត់ខ្ញុំឃើញគឺខ្ញុំអាចឈប់ម៉ូតូចុះរើសឬក៏ខ្ញុំជិះដើរទៅឃើញខ្ញុំត្រូវតែរើសហើយដើម្បីយកមកទុកប្រើបើសិនណាវានៅល្អនៅกระดาษល្អយើងអាចទុកប្រើបានបាទអញ្ចឹងกระดาษ100រៀលលុយខ្មែរពូមិញបានស្គាល់ហើយយើងមើលនេះរូបអីខ្លះនេះបាទយើងกระดาษ100រៀលលុយខ្មែរយើងគឺមានរូបព្រះពុទ្ធទេបងប្អូនអរគ្នាមានរូបព្រះមានរូបវាំងបាទអញ្ចឹងបើយើងគិតឲ្យដល់យើងដាច់ដូចដើរជន់ទៅលើរបស់ទាំងអស់នេះអញ្ចឹងហើយមកខាងទៀតយើងមើលនេះបាទមកខាងទៀតនេះគឺរូបព្រះបរមកោដ្ឋដែលព្រះអង្គការគាត់នៅវ័យក្មេងព្រះអង្គបានបួសបាទជាអតីតព្រះមហាក្សត្រយើងហើយខាងនេះក៏មានរូបព្រះពុទ្ធដែរហើយលុយ100រៀលនេះគឺខ្ញុំរើសបានខ្ញុំយកមកលាមកបោះសម្អាតដីធ្លីដីទៅជាប់ទៅគឺស្អាតបាទអាចបត់ហើយនេះក៏ជាกระดาษ100លុយថ្ងៃនេះខ្ញុំរើសបាន2សន្លឹកខ្ញុំទៅធ្វើការទៅខ្ញុំបកជិះបកមកវិញនៅតាមផ្លូវរើសបាន2សន្លឹកហ្នឹងអញ្ចឹង2សន្លឹកនេះបាន200ដែរបើយើងអាចនៅពេលដែលយើងជិះម៉ូតូឬក៏យកទៅផ្ញើកន្លែង PC ណាមួយយើងអាចដោះស្រាយបានមួយគ្រាដែរបាទអញ្ចឹងខ្ញុំសូមសំណូមពរថាបងឬក៏បងប្អូនណាដែលឃើញសូមជួយរើសផងហើយលាស្អាតមកបត់ទុកទៅបាទបើមិនចាយទេអាចឲ្យទៅបងជនពិការឬក៏បងណាដែលគាត់ខ្វះលទ្ធភាពអាចជូនគាត់ទៅបើសិនណាបងមិនចង់ចាយទេហើយដូចខ្ញុំចង់បញ្ជាក់អញ្ចឹងថារូប100រៀលกระดาษ100រៀលគឺយើងមានរូបនាគមានរូបព្រះមានរូបអតីតព្រះបរមនកោដ្ឋដែលជាព្រះមហាក្សត្ររបស់យើងពីមុនមកហ្នឹងបាទហើយមានរូបវាំងយើងស្អាតបងទាំងអស់នេះហើយកระดาษ100រៀលនេះយើងមិនអាចផលិតបានទេយើងមិនចេះតែផលិតប្រើប្រាស់បានទេអញ្ចឹងសូមអ្នកទាំងអស់គ្នាដែលបានឃើញលុយរៀលមិនថាលុយប្រភេទណាទេឲ្យតែលុយរៀលឬក៏លុយប្រភេទណាទៅបើជ្រុះសូមធ្វើការរើសវាផងរើសទុកដាក់មួយដុំទៅហើយបើសិនណាបងមិនចង់ចាយទេបងអាចធ្វើទៀនបន្តទៀតឲ្យអ្នកដែលខ្វះខាតអញ្ចឹងសូមកុំដើររំលងសូមកុំទាត់សូមកុំបើកបរកិនអីណាបងណានេះគឺជាសំណូមពររបស់ខ្ញុំដែលសម្រាប់ទៅដល់បងទាំងអស់គ្នាដែលឃើញលុយកระดาษ100រៀលនេះជ្រុះតាមផ្លូវបាទអរគុណច្រើន